ខ្ញុំជឿថាអត់មានអ្នកណារៀបការហើយចង់លេងលះទេប៉ុន្តែហេតុអីបានជាឈានដល់ការលេងលះដោយសារតែវាមានកត្តាជាច្រើនហើយនៅក្នុងវីដេអូនេះដែរខ្ញុំបាននិយាយទៅកាន់ប្តីប្រពន្ធដែលគាត់បានលេងលះរួចហើយទេពីព្រោះសម្រាប់ខ្ញុំជឿថាពួកគាត់បានព្យាយាមអស់លទ្ធភាពហើយបានជាដល់ដំណាក់កាលហ្នឹងអញ្ចឹងខ្ញុំចង់និយាយទៅកាន់ប្តីប្រពន្ធដែលនៅក្នុងដំណាក់កាលដែលអាចជួយបានឬក៏គិតថាគ្រួសាររបស់យើងនៅមានឱកាសហើយខ្ញុំក៏អត់ចង់លើកយកហេតុផលថាប្រឹងដើម្បីកូនទ្រាំដើម្បីកូនឬក៏ដោយសារតែអត់ចង់មានឈ្មោះជាបរិះពោះម៉ាយស្ត្រីមេម៉ាយហើយអត់ចង់ឲ្យកូនអត់ឪពុកអត់ម្ដាយមានឪពុកម្ដាយ2 3ទៀតដោយសារតែហេតុផលទាំងអស់ហ្នឹងធ្វើឲ្យយើងក្នុងនាមជាប្រពន្ធឬក៏ជាប្តីត្រូវទ្រាំអត់ទេព្រោះដោយសារតែសម្រាប់ខ្ញុំនៅតែជឿថាអត់មានអ្នកណារៀបការហើយប្រាថ្នាចង់លេងលះទេឬក៏រៀបការហើយមានគំនិតចង់លេងលះនោះដែរពេលដែលយើងរៀបការគឺអ្វីដែលយើងគិតគឺកសាងគ្រួសារមួយដែលមានសុភមង្គលសម្រាប់គោលដៅដែលយើងចង់បានបង្កើតកូនជាទីស្រឡាញ់របស់ពួកយើងប៉ុន្តែហេតុអីបានជាវាដល់ដំណាក់កាលហ្នឹងមានតែអ្នកដែលនៅក្នុងសាច់រឿងទេដែលយល់អ្នកក្រៅគឺពិតជាគ្មានថ្ងៃយល់ទេអ្នកក្រៅក៏មិនអាចយល់បានដែរគឺខ្ញុំមិនកាត់ក្តីនរណាទាំងអស់មិនកាត់ក្តីគ្រួសារណាទាំងអស់ខ្ញុំជឿថាម្នាក់គឺទទួលខុសត្រូវចំពោះសកម្មភាពនិងការសម្រេចចិត្តរបស់ពួកយើងរៀងៗខ្លួនតែសម្រាប់វីដេអូនេះខ្ញុំចង់និយាយទៅកាន់ប្រិយប្រពន្ធដែលគិតថាគ្រួសារយើងនៅមានប្រឡោះដែលយើងអាចសង្គ្រោះបានណាតើវាជាអីឲ្យប្រកាសនៅពីក្រោយបញ្ហាប្រិយប្រពន្ធរបស់ពួកយើងព្យាយាមគិតព្យាយាមរកហើយបើកចិត្តនិយាយគ្នាស្វែងរកឃើញថាតើវាជាមូលហេតុអីបានជាក្តីសង្ឃឹមរបស់ពួកយើងបែរត្រូវជាបាត់បង់ដោយសារតែបញ្ហាអីករណីនេះដែរខ្ញុំអត់និយាយទៅដល់ជនទី3ឬក៏ខ្ញុំអត់និយាយទៅដល់សម្ពាធគ្រួសារទាំងសងខាងទេពីព្រោះពេលខ្លះរឿងដែលតាក់ទងទៅនឹងជនទី3រឿងដែលតាក់ទងទៅនឹងសម្ពាធគ្រួសារទាំងសងខាងវាបង្ខំយើងឲ្យសម្រេចចិត្តតែម្ដងប៉ុន្តែបើសិនជារឿងហ្នឹងវាគឺជារឿងរបស់ពួកយើងពីរនាក់ខ្ញុំពិតជាលើកទឹកចិត្តឲ្យពួកយើងពិចារណាឡើងវិញហើយស្វែងរកវិធីឲ្យអស់ចិត្តទីនៅក្នុងកម្មវិធីសុភមង្គលគ្រួសាររបស់ Family Things យើងមានវគ្គមួយដែលយើងឲ្យប្រិយប្រពន្ធទាំងអស់ស្វែងយល់ពីឫសគល់ជូរចត់ពីកម្មារភាពរបស់ពួកគាត់ទៅវិញទៅមកពីអ្វីដែលពួកគាត់ធ្លាប់ជួបដោយសារសម្រាប់ខ្ញុំជឿ 100% ថាអ្វីដែលយើងកំពុងតែមានបច្ចុប្បន្ននេះគឺវាកើតឡើងចេញអំពីដានចាស់អតីតកាលភាពជូរចត់ឬក៏ការគិតក្តីសម័យកាលពីមុនដែលធ្វើឲ្យយើងទទួលបានអ្វីដែលយើងកំពុងតែមានរាល់ថ្ងៃហ្នឹងមួយទៀតគឺនៅក្នុងកម្មវិធីសុភមង្គលគ្រួសារគឺយើងផ្ដោតទៅលើរបៀបក្នុងការនិយាយស្ដីរវាងប្តីហើយនិងប្រពន្ធពីព្រោះខ្ញុំឃើញច្រើនណាស់រយៈពេល7-20ឆ្នាំនេះគឺប្តីប្រពន្ធជាច្រើនដែលគាត់អត់ចេះនិយាយគ្នាចេះនិយាយតែអត់ដឹងថាត្រូវនិយាយអីចេះនិយាយតែអត់មានវិធីក្នុងការនិយាយចេះនិយាយប៉ុន្តែរបៀបដែលនិយាយបែរជារបៀបដែលនាំបញ្ហាកាន់តែធំអញ្ចឹងនៅពេលដែលពួកគាត់ចាប់ផ្ដើមយល់អំពីអ្វីទៅដែលនៅពីក្រោយទំនាស់ឬក៏ការយល់ច្រឡំឬក៏ការអន់ចិត្តឬក៏និយាយថាអស់ស្រឡាញ់ទាំងអស់ហ្នឹងណាពេលដែលគាត់ចាប់ផ្ដើមយល់ហើយគាត់ដឹងពីរបៀបក្នុងការលើកយកវាមកជជែកគ្នាអញ្ចឹងគឺពួកគាត់អាចផ្សារភ្ជាប់ឬក៏ជួសជុលកែប្រែស្ថានភាពគ្រួសាររបស់ពួកគាត់បាន